ជននិងវិវត្តជនកម្ពុជាខេត្តអូខេបងថ្ងៃនេះជាពេលវេលាកម្មាធិការសមាគមអតីតយុទ្ធជននិងវិវត្តជនកម្ពុជាខេត្តកំពតយុទ្ធជននិងវិវត្តជនកម្ពុជាខេត្តកំពតធ្វើរបាយការណ៍ស្វាគមន៍សូមពិធីប្រកាសសមាជិកភាពលេខាធិការដ្ឋានបានថាការជួយសហការមូលនិធិជំនួយសង្គមខេត្តកំពតគេអត់ឧបមានិងសូមថ្លែងតំតែងនៅការប្រព្រឹត្តខេត្តកំពតបានចុះពិនិត្យមើលស្មើនឹងប្រាក់ចំនួន400ចំណាយរួមដំណើរការកសាងតាមពីប្រទេសយើងនៅជានៅតែអស់រហូតដល់មើលថ្ងៃទី5បន្តជននឹងមានការដឹកនាំចាប់មកដោយផ្ទាល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនវិវត្តជនកម្ពុជាមានការវិវត្តរីកចម្រើនដែលជាសេនាធិការរាយការណ៍ឲ្យសំខាន់អំពីលទ្ធផលទាំងនេះមានដូចខាងក្រោមបានកសាងនេះក្នុងដំណើរកសាងទីមួយស្បែកតើនៅពេលនេះតើយើងត្រូវធ្វើយ៉ាងម៉េចការតគុណជាមួយដល់នេះយ៉ាងអ្វីដែលខ្ញុំត្រូវការដែរអូខេបងយកសូមគោរពឯកឧត្តមលោកស្រីជាកិត្តិយសមន្ត្រីរាជនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងគ្រួសារបរណៈប្រមូលការសម្រាប់អ្នកនិងវត្តក្នុងការយកលោកស្រីជាអភិធានជាលោកប្រធានសមាជិកវាយលោកវងសុធិរមអនុប្រធាន4លោកជួកិស្នាសមាជិក12ការ9ទី7លោកប៉ុនសំឋានសមាជិកលោកសេនសំណាងសមាជិកទី9លោកអ៊ុំចន្ទនាសមាជិកឆ្លងដែរសូមអរគុណទាំងមូលរបស់សាស្ត្រណាក្រុមជ័យលោកអេប្រុកបាទក្រុមជ័យលោកក្រុមជ័យលោកអភិបាលស្រុកអង្គរជ័យលោក